ខ្ញុំសម្រាប់ទៅកាន់ពលិយន្តហោះដើម្បីធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសស្រីលង្កាចំនួន10ថ្ងៃឥឡូវនេះយើងងើបម៉ោង5ដើម្បីធ្វើខ្លួនចេញដំណើរទៅកាន់ពលិយន្តហោះដែលចូលអន្តរជាតិយើងធ្វើដំណើរនៅតាមផ្លូវវាងក្រុងដើម្បីទៅព្រោះវាលឿនព្រឹកឡើងចាំវាអាចនឹងស្ទះហើយទៅដល់ពលានគឺម៉ោង7ព្រឹកតែម្ដងដើម្បីទៅរៀបចំអីវ៉ាន់មុនគេចឹងទៅប៉ុន្តែទៅដល់មានអ្នកមកទេគឺមុនគេម្ដងឥឡូវហ្នឹងគឺយើងត្រូវមកមើល flight ដែលហោះទៅហុងកុងហ្នឹងគឺម៉ោង 11:45 នាទីហើយយើងត្រូវដូរ flight នៅហ្នឹងផឹកឡាសុំដាក់កាហ្វេមួយកែវទៅតាមធួននេះមើលទៅនេះការ check in ណាចូល check in នេះម៉ោងម៉ានហើយម៉ោង8ជាគឺដល់ម៉ោងដល់ចូលទៅក្នុងដើម្បីរងចាំយន្តហោះរបស់យើងមកយាយរកមិនដែរតែបានហោះលើកហ្នឹងសប្បាយចិត្តណាស់ក្នុងចិត្តរីករាយបានដល់ស្វែងគុំគ្នាអូយស្ពុតរំភើបខ្លាំងមិនមកយាយរំភើបខ្លាំង11ជាងមិនយើងហោះទៅហុងកុងឥឡូវយើងមកជាមួយនឹងសមាជិក6នាក់គឺម៉ាក់ខ្ញុំអ៊ំយាយ2នាក់ប៉ានិងខ្ញុំហើយហៀដល់ម៉ោងហើយណាឥឡូវយើងដើរទៅចូលក្នុងយន្តហោះដើម្បីរកកន្លែងអង្គុយអីចឹងខ្ញុំជី fly Cathay Pacific របស់ចិត្តរៀងធំទលាយដែរ Enjoy my Zootopia ឥឡូវគឺដល់ម៉ោងអាហារពេលថ្ងៃគេដាក់ឲ្យយើងញ៉ាំមានដូចជាបាយមាន់ក្រែមហើយនឹងផ្លែឈើពីវាមុខដែលគេដាក់ឲ្យយើងហ្នឹងនេះក្នុងកន្ទប់ទឹកនៅ NR ហ្នឹងហើយទៅដល់ពលានហុងកុងគឺម៉ោង3ប៉ុន្តែនៅម៉ោងនៅហុងកុងហើយហុងកុងដើរលឿនជាងខ្មែរ1ម៉ោងពលានហុងកុងគេពលានគេធំហ្មងដើរផងជាអច្រានេះហងនិយាយទៅហត់មកនៅចុង5ម៉ោងនេះបានហត់ទៅស្រីលង្កាហើយសិតតែកន្លែង shopping តែមានលុយមានតែកន្លែង shopping កន្លែងនេះយើងដើរទៅរក gate របស់យើងសម្រាប់អង្គុយចាំឡើងយន្តហោះព្រោះអីរៀងយូរដែរនៅក្នុងពលានហ្នឹងបានដៃខ្ញុំហើយដើរពេញពលានគេហ្មងចង់ដឹងគេខុសគ្នាពីនៅខ្មែរមិនតែរបស់គេធំហើយពលានគេគឺមមាញឹកខ្លាំងឥឡូវដល់ម៉ោងហោះហើយតម្រុំតែបានហោះគឺម៉ោង8យប់នៅក្នុងម៉ោងគ្មានបានដេកពួកនេះទេគ្មានអស់កម្លាំងឯអាពេលហ្នឹងពួកអីរៀងសប្បាយចិត្តដែរហោះលើកដំបូងអត់ដែរបានហោះហើរដូចគេដល់ពេលបាយទៀតហើយ dinner តែឆ្ងាញ់មែនរបស់គេហ្នឹងម៉ោង12ខ្ញុំ fly ដល់ស្រីលង្កាហ្មងម៉ោង12យប់គឺនៅស្រីលង្កាដើរខុសគ្នាមួយខ្មែរ1ម៉ោងកន្លះស្រីលង្កាដើរលឿនជាងឥឡូវហ្នឹងគឺជិះឡានក្រុងទៅកាន់ hotel សម្រាប់ដេកយប់ហ្នឹងអានេះគឺនៅទីក្រុងកូឡុំបូដែលជា capital របស់ស្រីលង្កាហ្មងHey guys, that's Taki ម៉ោង7:03បានដេកអត់ទេម៉ោង8គឺងើបមក enjoy ជាមួយ view ក្រោយbackyard នៅហ្មងគឺមានសមុទ្រមានផ្លូវរថភ្លើងភូនៅហ្នឹងគឺជាប់សមុទ្រហ្មងហើយមានរថភ្លើងទៀតជិះនិយាយទៅមកមានញឹកហ្មងផ្លូវរថភ្លើងគេឥឡូវគឺមួយទឹកហើយយើងចោះទៅញ៉ាំអាហារពេលព្រឹកនៅក្នុងស្ថានភាពហ្នឹងហ្មងអាហារពេលព្រឹកគេគឺបែប buffet ហើយនិយាយទៅស្ថានភាពហ្នឹងគឺមើលទៅបែបលំដាប់ដែរអាហារច្រើនឡើងពេញតុប៉ុន្តែសូវចេះញ៉ាំម៉ានេះនេះគឺថ្ងៃទី1នៅក្នុងប្រទេសស្រីលង្កាហ្មងហើយយើងធ្វើដំណើរទៅកាន់ចេតិយមួយនៅក្នុងប្រទេសស្រីលង្កាហ្នឹងគេហៅថាចេតិយប្រហោងប៉ុន្តែឈ្មោះគេគឺឈ្មោះកលុត្តរចេតិយដែលស្ថិតនៅក្នុងទីក្រុងកូឡុំបូហ្នឹងហ្មងចេតិយហ្នឹងគឺធំវាគ្របពីលើចេតិយតូចអីចឹងទៅគេដាក់ឈ្មោះថាចេតិយប្រហោងហើយយើងបាននមស្ការព្រះនៅទីនោះហើយដើរប្រទក្សិណចំនួន3ជុំនៅទីនោះផងដែរឥឡូវយើងដើរត្រឡប់ទៅឡានក្រុងវិញគេចតនៅខាងមុខដើរផុតស្ពានហ្នឹងពួកអីអត់មានកន្លែងចតទេក្នុងចេតិយមិញហ្នឹងហើយជីឡានក្រុងទៅកាន់វត្តទីតាំងមួយទៀតគឺវត្តកល្យាណី
វត្តហ្នឹងឈ្មោះថាវត្តកល្យាណីដែលជាទីកន្លែងដែលព្រះសម្មាសម្ពុទ្ធយាងទៅកាន់វត្តហ្នឹងគឺចំនួន3ដងហើយមានព្រះអរហន្តចំនួនប្រហែលជា500អង្គនៅទីនោះនៅនឹងភាគច្រើនគេសម្បូរតែលក់ផ្ការំចង់ហ្នឹងមកគឺនិយមមកផ្ការំចង់ហើយមួយបាច់ហ្នឹង2000អញ្ចឹងមាន5ដើមភាគច្រើនគេដាំខ្លួនឯងយកមកលក់មកអ្នកទាំងអស់គ្នាលើសលេងដំបងហ្នឹងអត់គឺសលេងក្អែកសបោហ្មងនៅហ្នឹងនៅភូមិក៏សបោក្អែកដែរក្អែកច្រើនខ្លាំងហ្មងឡើងខ្មៅពេញមេឃហើយវាជួអាចប្រទេសផ្ដាស់ខ្លាំងកន្លែងពុទ្ធដ្ឋានមួយគឺមានប្រវត្តិច្បាស់លាស់ដែលដកស្រង់ចំណុចពីប្រសូតហើយត្រូវស្ដាប់គួយស្ដាប់ហើយនៅនមស្ការព្រះប៉ុន្តែខ្ញុំអត់សូវចាំរឿងប្រវត្តិទាំងអស់ដែលខ្ញុំអាចប្រាប់ឈ្មោះហើយនឹងប្រាប់ប្រវត្តិត្រួសតិចពួកខ្ញុំអត់ចាំអីទាំងអស់កន្លែងមួយគឺអត់ក្រោម2000ឆ្នាំទេនៅទីហ្នឹងគឺសិតតែរបស់បុរាណប្រាសាទបុរាណចាត់ដីបុរាណមកពួកអីបន្សល់ទុកមកតាំងពីជំនាន់ព្រះតែម្ដងហើយព្រះពុទ្ធបរិមាមួយគឺធំនេះគឺរូបព្រះចូលព្រះនិព្វានហើយនេះគឺរូបព្រះអង្គុយតាំងសមាធិនៅទីហ្នឹងហើយពួកយើងបានធ្វើបណ្ឌនមស្ការនៅនឹងរៀងយូរដែរនឹងកុកខៃនោះក្អែបកុកមាន3បាត់មួយទៀតអូន only 3កុកខ្ញុំនៅហ្នឹងខ្ញុំចូលចិត្តមើលតាមផ្លូវគេចរាចរណ៍គេមិនម៉ាហើយហាងគេលក់នៅនេះសបោហាងមកលក់ជាប់គ្នាតូចប៉ុន្តែគឺសិតតែរបស់គេលក់គួរឲ្យចង់ញ៉ាំប៉ុន្តែខ្ញុំអត់ចេះញ៉ាំអាហារនៅហ្នឹងនេះសិតតែគ្រីពិបាកញ៉ាំហើយស្ពានគេអីហ្នឹងមើលទៅប្រទេសគេទៅចម្រើននេះប្រហែលជាម៉ោង5ម៉ោង6គេនៅភ្លឺបងហើយក៏ញ៉ាំ dinner enjoy view មើលទឹកសមុទ្រអីចឹងពួកឯងនឹងនៅមុខទឹកសមុទ្រនៅក្រោយហើយខ្ញុំអត់សូវបានញ៉ាំអីច្រើនទេបានតែបើថ្ងៃនេះថ្ងៃទី2នៅស្រីលង្កាយើងទៅម៉ោង7 នាទីនេះយើងទៅកាន់ធ្វើដំណើរទៅកាន់ទីក្រុងអនុរាធបុរីដែលជាទីក្រុងដែលចាស់ជាងគេនៅក្នុងប្រទេសហ្នឹងនៅនេះគឺទេសភាពអីទំនៀមទម្លាប់អីដូចខ្មែរខ្លាំងហ្មងមើលនេះគេហាស្រូវលើគេហាស្រូវលើថ្នល់មកមកញ៉ាំអាហារថ្ងៃត្រង់យើងមកញ៉ាំនៅ Tilanka Resort ដែលឈ្មោះខ្មែរថាចំការស្វាយហ្នឹងនិយាយទៅ resort គេស្អាតមកតុនសម័យតែម្ដងមានអាងទឹកមានកន្លែងលេងកន្លែងនៅក្រុមហ្នឹងចឹងស្អាតហ្មងនិយាយទៅសិតតែលុយភ័យឡើងខៀវល្ងិតហើយមានស្រូវនៅក្រោយនឹងទៀត This is my lunch and this is lunch yeah lunch enjoy ឥឡូវទៅវិញបានដងមួយគេនឹងគេហៅថា King Coconut រៀងថ្លៃដែរ1.2រៀលហើយយើងចេញដំណើរទៅកន្លែងមួយទៀតទៅកន្លែងហ្នឹងគឺឈ្មោះថាភ្នំមហិន្ទលេហើយនៅលើហ្នឹងត្រូវដើរឡើងទៅដូចជាភ្នំតាមរៀងទាបវាអត់សូវខ្ពស់មែនទេដើរទៅលើហ្នឹងគឺមានចេតិយមានអម្ពៈចេតិយភ្នំសាមណេរហើយនិងមហាសយចេតិយនៅលើហ្នឹង
Và dân la một đo lơ cái lạnh ấm bẹ chật đây đây tục bữa xa nơi bữa thiệt bữa xa mà sắm bột nơi là nó hay test phiền nơi càng lớn xa thay phê bánh hậu tập liên tên nơi mà đồng nặng bạn đạt liên thì còn tại mạch mãi từ mà cái lại dân thở thọt hủ mà cái lại tục chia nụ sao rỉ chẳng ai dân sao đa ban mau thế hiện ngay đai chi phèm của mỗi máu dân thở tự thọt hay bị chớn trả đây nơi giải lăng can nó bị chớn cái thơ tại một là môi mà mu đôi đầm nặng tập liên hái bỏ sò nơi miền cầm pô nó lớn tại mình tịnh nắng thì tới bị chớn cứ sợ tại trả đây xiềng năng từng cho tôi khổng bao nhiêu nè tới sthang kia hay mà đào sthang kia phím này tục kì sẽ đó là tục lần thom mongนี่คือประกายติใบเหียงแต่งคืนเลื่อนแต่ยังมาหาไปผักให้เห็นสะอาดกันอย่างนั้นเห็นสระสรายยังมาหาไปผักไอ้หายังจะนำหน้าเตาว่าบางคนใบจัดได้คือเจตวันนี้เรียนแม่จัดได้อภัยยกรีจัดได้ให้นังโทปารามจัดได้ในตามพลายคือสะอาดมองให้นังcái clean này nè nó chất năng khi tại bỏ sầm an cái lại những thầm chết lòng kêu ngặt mỏng khai prang cái ta lòng kêu nào mà đom năng cứ sport từ đào chặt đây đội đuôi kia tròn mỏng hay là một đào chặt đây nó muối để cho mua tha chê từ bên này ri mẹ chặt đây nó đại kia chưa tha nơi chặt đây nó cứ đằng cao nơi cho ăn trong ca đã bao pra sama sắm bột môi cầm nát phong đại dạ cái đó là thế và nên tạo kia trong đăng pro chụp bác cứ ai cho thử searchในขนม YouTube บ้านยิ่งแต่คือมีประวัติต่างอันในขนม YouTube ได้ลูกครูกดพอชมขนม YouTube จังsao này mọi nhóm pizza hát mọi người mọi người là phải nói là chuẩn pizza hát thao chứ xoay pizza hát tập hẻm bó nó xoay hẻm gì xoay hẻm pizza hẻm gì đó xoay thì trong đó bị này nó xoay là dân mở đầu cho đây mới thiết cứ mình chua tha thâu bà ràm đây mình đừng có nơi chọn đó cầm bật vào presama sắm bột phòng đây haiពួកយើងបានជាវនៅតុងសាសនាមានប្រវែងវែងសម្រាប់រំព័ទ្ធជុំវិញចេតិយធូបអារាមនឹងផងដែរហើយចេតិយហ្នឹងខាងលើគេឲ្យតែភេទប្រុសឡើងទេស្រីអត់ឲ្យឡើងទេកន្លែងហ្នឹងចេតិយនេះគឺមានទម្រង់ដូចចេតិយមុនដែរពណ៌សរាងដំណើរទឹកភ្លៀងហើយមានកំពូលនៅខាងលើបន្តិចហ្នឹងហើយចេញដំណើរពីធូបអារាមមកផាជាម៉ោង4យើងធ្វើដំណើរមកដល់កន្លែងទីតាំងមួយទៀតគឺមហាពោធិព្រឹក្សដែលមានអាយុកាលរហូតដល់2000ឆ្នាំហើយពោធិនោះចាស់ពេកក៏មានធ្វើជាជើងតម្រប៉ុន្តែជើងតម្រគឺធ្វើពីមាសសុទ្ធតែម្ដងទៅទៀតទៅដល់ហើយឥឡូវយើងអង្គុយស្ដាប់ប្រវត្តិនិងនិមស្ការខ្លះៗសិន
នៅមហាពោធិ៍ក៏យើងបានជាវទង់សាសនាទៅដើម្បីទៅរុំនៅខាងលើមហាពោធិ៍នោះផងដែរនិយាយទៅវែងហ្មងហើយជនជាតិគេហ្នឹងគឺច្រើនហ្មងឯហ្នឹងដូចជាថ្ងៃសិលហើយគេដើរមកសុំប៉ះអីចឹងមកទៅគួរឲ្យត្រេកអរហ្មងជ្រះថ្លាហ្មងអ្នកនៅទីហ្នឹងគឺចូលចិត្តទៅម្ដុំនិយាយទៅគេទៅកំសាន្តកន្លែងកំសាន្តគេគឺវត្តអីចឹងទៅនេះគឺមេឃពោហ្នឹងហើយយើងក៏មានការសម្រាប់បូជាខ្លះៗដែរគឺយើងទៅបូជានៅចេតិយមួយទៀតគឺចេតិយសវណ្ណមាលិកចេតិយនៅខាងមុខចេតិយហ្នឹងគឺធំហើយស្អាតហ្មងខ្ញុំមានអារម្មណ៍ថាចេតិយហ្នឹងគឺខ្ញុំមើលទៅស្អាតជាងគេពេលយប់កាន់តែស្អាតហើយធំយកហ្មងហើយនៅក្រោយហ្នឹងមើលដូចគំនូចឹងពួកអីថ្ងៃលិចនិយាយទៅស្អាតហ្មងនៅសវណ្ណមាលិកនេះក៏យើងបានហែទង់សាសនាទៅហុំព័ទ្ធនៅខាងក្នុងផងដែរនេះហើយគេឲ្យតែប្រុសបានដូចគ្នាឡើងទៅលើហើយនេះទស្សនវិជ្ជាយើងត្រឡប់ទៅវិញមើលឃើញដែរហើយ day 4 យើងធ្វើដំណើរទៅកាន់ខេត្តមួយទៀតឈ្មោះថា Jaffna ដែលនៅរៀងជាប់សមុទ្រដែរកន្លែងហ្នឹងហើយកាត់មកដល់កន្លែងនេះដល់ restaurant មកយើងញ៉ាំអាហារនៅហ្នឹងញ៉ាំអាហារហើយយើងធ្វើការចេញដំណើរទៅកន្លែងចេតិយមួយទៀតដែលថាជិះទូកឆ្លងទៅតាមម្ខាងហ្នឹងឥឡូវនេះយើងធ្វើដំណើរដល់កន្លែងហ្នឹងណាប៉ុន្តែយើងត្រូវដើរទៅរកទូកព្រោះយើងទៅបូជនីយដ្ឋានហ្នឹងនៅឆ្លងសមុទ្រហ្នឹងទីជិះផែជា7-10នាទីហ្នឹងដល់ហើយនៅត្រង់ម្ខាងតែដល់ទូកមកណាជិះទូកទៅកោះមួយទៀតឥឡូវដល់កន្លែងបូជនីយដ្ឋានហ្នឹងដែលមានឈ្មោះថានាគតិបៈដែលជាទីកន្លែងដែលស្ដេចនាគអ៊ំនិងនាគក្មួយមានចំនួនរវាងគ្នានឹងគ្នាហើយដូច្នេះបានព្រះសម្មាសម្ពុទ្ធទ្រង់យាងមកកាន់កោះស្រីលង្កានៅឆ្នាំទី2 Good morning again នេះគឺ day 4 ដែលនៅស្រីលង្កាយើងញ៉ាំអាហារពេលព្រឹកហើយគឺយើងចេញដំណើរទៅកាន់ទីក្រុង Kandy ហើយមុននឹងដល់ទីក្រុង Kandy យើងចូលវត្តដែលមានព្រះវិហារមានពុទ្ធបដិមាមាសនៅហ្នឹងគេឲ្យយើងចូលទៅមើលហើយថតមកផ្លែតអីបើយើងចេញទៅទីក្រុង Kandy ជិះរៀង2ម៉ោងដែរទីក្រុង Kandy ហ្នឹងឆ្ងាយនៅតាមផ្លូវយើងក៏ឃើញគេលក់ដូងភ្លើងច្រើនណាស់ហើយមានមនុស្សអីហ្នឹងដូចតែនៅខ្មែរដែរឥឡូវយើងមកដល់អាហារដ្ឋានមួយទៀតហើយយើងញ៉ាំអាហារពេលថ្ងៃហើយនៅហ្នឹងហើយអាហារដ្ឋានគេដូចតែមុនដែរគឺម្ហូបបែប buffet អញ្ចឹងហើយខ្ញុំបានខ្មងទឹកខូចមួយពេលហ្នឹងឆ្ងាញ់នៅហ្នឹងហើយយើងចេញដំណើរទៅកាន់ព្រះវិហារដែលព្រះវិហារហ្នឹងនៅក្នុងតនដល់ទីក្រុង Kandy គឺលុវិហារហើយយើងបានធ្វើនមស្ការអីនៅក្រោមនឹងដែរនិយាយទៅនៅនឹងតិចល្អសើក្តៅអីខ្លាំងអាចទ្រាំបាននិយាយទៅចូលកន្លែងព្រះវិហារថ្វាយបង្គំហើយនៅក្រោមមិញហ្នឹងហើយបើយើងឡើងមកលើរកកន្លែងអង្គុយនមស្ការទាំងអស់គ្នានៅខាងលើនេះនៅដូចនៅគឺខ្មែរយើងដែរហ្នឹងមានបែបថ្មអីចឹងណានេះនៅយកថ្មធ្វើរោងភ្នំដូចមានព្រះទុកនមស្ការអញ្ចឹងនេះទស្សនវិជ្ជាដែលមើលពីខាងលើមកនិយាយទៅស្អាតហ្មងឥឡូវយើងធ្វើដំណើរទៅទីក្រុង Kandy ទៀតហើយមកដល់ទីក្រុង Kandy ហ្នឹងគឺភ្លៀងលំស្រិចហ្មងវារៀងនៅលើភ្នំអីចឹងណាទៅរៀងភ្លៀងរហូតដែរហើយនេះស្ពានគេដូចស្ពាននៅបាត់ដំបងស្ពានសង្កែផ្ទះគេអីធ្វើនៅលើភ្នំចឹងឡើងស្អាតមកដល់យើងរកផ្ទះសំណាក់យកវ៉ាលីយកអីមកដាក់នៅក្នុងផ្ទះសំណាក់ហើយសិនហើយបានយើងធ្វើដំណើរចេញទៅក្រៅប្រហែលជាម៉ោង4នឹងទៅព្រះចង្គង់កែវយើងដើរមើលចិត្តហ្នឹងមាន museum តែ museum គេទូចទេគ្រាន់តែទុកតំណាងទុករបស់តំណាងប្រទេសនីមួយៗហើយមានរបស់ប្រទេសខ្មែរទៀតនេះកម្ពុជានៅហ្នឹងមានទីកន្លែងហ្នឹងគឺនៅក្រោយ hotel ដែលយើងស្នាក់នៅហ្មង
ហើយនៅចិត្តហ្នឹងក៏មានវត្តមួយដែលមានអង្កល់នៅព្រះធាតុរបស់ព្រះអនន្តទៀតនិយាយទៅស្អាតហ្មងមើលពីខាងលើមករបៀបមានភ្នំមកចេះទៅកន្លែងហ្នឹងវារៀងចម្រាក់ភ្នំប៉ុន្តែទាបវាអត់សូវខ្ពស់ហើយលោកម្ចាស់បានទទួលនៅតែនឹងនំតិចតួចនេះខ្ញុំបានថតទស្សនវិជ្ជាពីខាងលើវត្តហ្នឹងមកមើលមកក្រោមគឺស្អាតហ្មងស្រស់ស្រាយហើយផ្លូវគេទាំង clean អត់មានសម្រាមអីញ៉ៃសំខាន់ពេលហ្នឹងគឺថ្ងៃលិចទៀតកាន់តែស្អាតឥឡូវ finally ពួកយើងបានមកព្រះចង្គមកែវឲ្យមកពេលយប់ពួកឯងម៉ោង7កន្លះមិនគេបើកទ្វារអញ្ចឹងយើងមកប្រហែលជាម៉ោង6ជាងមកឲ្យហើយម៉ោង8កន្លះគេបិទទ្វារនេះនៅទស្សនវិជ្ជានៅខាងក្រៅព្រះចង្គមកែវហ្នឹងគេឲ្យពាក់ម៉ាស់បានអាចចូលទៅក្នុងនឹងបានរៀងតឹងរឹងនិយាយទៅនៅក្នុងហ្នឹងគឺតឹងរឹងហ្មងគេមើលការខុសត្រូវតឹងរឹងខ្លាំងកន្លែងនេះពួកយើងកំពុងឆោតចាំតើគ្នាលឺស្លេងគេគោះស្គរណោគឺគេលេងភ្លេងថ្វាយព្រះរហូតមកដល់បិទកន្លែងហ្នឹងម៉ោង8កន្លះមិនគេបិទ sorry ផងកន្លែងព្រះចង្គមកែវហ្នឹងគឺគេឲ្យថតហ្មងហើយឥឡូវពួកយើងធ្វើដំណើរចេញមកពីព្រះចង្គមកែវម៉ោង7:08កន្លះហ្មងហើយម៉ោង8កន្លះហ្នឹងគឺស្ងាត់ជ្រាបដោយសារគេគឺចិត្តបិទអីនិយាយទៅមិនចិត្តបិទអីគឺដល់ម៉ោងបិទហ្មងហើយមកពីព្រះចង្គមកែវវិញរៀងឃ្លានដែរឥឡូវដាក់ dinner មកតែបានញ៉ាំតែប៉ុណ្ណឹងពួកអត់សូវចេះញ៉ាំហូបគេហើយនេះព្រឹកឡើងនៅក្រោយ backyard ហ្នឹងគឺបើកមកវត្តមិញហ្មងហើយនេះលោកបោះសម្អាតវត្ត hotel ហ្នឹង view ព្រឹកឡើងគឺស្អាតហ្មងអ្នកតាគ្នាមើលបានទេសភាពអីឡើងខៀវហើយឃើញភ្នំឃើញពពកអីចុះអាប់មកឡើងស្អាតសុំស្លេះផំ day 4 ហ្នឹងសិនណាយើងជួបគ្នានៅ part 2 ដែលមានព្រឹត្តិការណ៍ហើយនឹងយើងធ្វើដំណើរទៅកាន់ចិត្តដីជាច្រើនទៀតផាច់ជានៅប3ថ្ងៃទៀតនៅហ្នឹង Bye guys see you part 2